ថាតើនីតិវិធីនៃការលែងលះហ្នឹងយើងត្រូវធ្វើមាននីតិវិធីអីខ្លះដើម្បីឈានទៅដល់ការលែងលះបាទថ្ងៃវាសនាឈានទៅដល់នីតិវិធីនៃការលែងលះគឺយើងត្រូវមានរឿងប្រកម្មប្រកបជាច្រើននៅក្នុងគ្រួសារទើបយើងអាចប្រព្រឹត្តនីតិវិធីនៃការលែងលះនេះបានជាក់ស្ដែងនីតិវិធីនៃការលែងលះធ្វើទៅបានទី1គឺអាស្រ័យទៅលើបណ្ដឹងនៃការលែងលះអញ្ចឹងបណ្ដឹងនៃការលែងលះនេះគឺយើងត្រូវតែដាក់ពាក្យប្តឹងស្នើសុំទៅតុលាការដើម្បីលែងលះអញ្ចឹងដើម្បីធ្វើវាទៅបានគឺបណ្ដឹងលែងលះត្រូវឆ្លងកាត់តាមរយៈក្រុមប្រឹក្សាឃុំសង្កាត់ជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាស្វាគមន៍មកកាន់និស្សិត podcast នេះខ្ញុំមានប្រធានបទថ្មីមួយទៀតហើយសម្រាប់ចែកជូនបងប្អូនទាំងគ្នាឲ្យបានទស្សនាគឺប្រធានបទការលែងលះបងប្អូនទាំងគ្នាប្រហែលជាដឹងហើយថាការលែងលះនៅក្នុងសង្គមយើងបច្ចុប្បន្នគឺមានកំណើនកើនឡើងច្រើនដោយសារតែមានកត្តាជាច្រើនដែលនាំឲ្យមានការលែងលះហើយថ្ងៃនេះខ្ញុំវាសនាបាននាំមកជូនបងប្អូនទាំងគ្នាគឺប្រធានបទនៃការលែងលះហើយការលែងលះហ្នឹងវាមាននិយមន័យម៉េចមាននីតិវិធីអ្វីខ្លះនៅក្នុងការលែងលះបាទឥឡូវយើងជួបទៅនឹងភ្ញៀវកិត្តិយសទាំងអស់គ្នាបាទជំរាបសួរគឹមអងបាទសួស្តីវាសនាបាទជំរាបសួរគឹមអងមិនដែរនៅក្នុងការប្រធានបទនៃការលែងលះនេះគឹមអងយល់ឃើញមិនដែរខ្លះបាទថ្ងៃវាសនាជាក់ស្ដែងប្រធានបទនេះគឺល្អសម្រាប់ជូនទៅដល់ពុកម៉ែបងប្អូនឬក៏វាសនាឲ្យបានដឹងទាំងអស់គ្នាប្រភេទនៃការលែងលះតើការលែងលះហ្នឹងធ្វើទៅបែបម៉េចខ្លះហើយមានប្រភេទបែបម៉េចខ្លះព្រោះអីយើងដឹងហើយថាជាក់ស្ដែងសង្គមយើងបច្ចុប្បន្នគឺការឡើងច្រើននៅអត្រានៃការលែងលះអញ្ចឹងថ្ងៃនេះខ្ញុំសូមបកស្រាយជូនប្រធានបទនេះទៅកាន់ពុកម៉ែបងប្អូនព្រមទាំងវាសនាឲ្យបានដឹងទាំងអស់គ្នាទី1គឺនិយាយអំពីការលែងលះអញ្ចឹងការលែងលះនេះគឺជាការផ្ដាច់ចម្លងអាពាហ៍ពិពាហ៍រវាងប្តីនិងប្រពន្ធដែលគាត់នឹងបានរៀបអាពាហ៍ពិពាហ៍ស្របច្បាប់មួយដែលបានចុះសម្បត្តិអាពាហ៍ពិពាហ៍នៅមុខក្រុមប្រឹក្សាឃុំសង្កាត់របស់គាត់អញ្ចឹងមូលហេតុដែលនាំឲ្យមានការលែងលះនេះគឺដោយសារតែពួកគាត់ទាំងពីរហ្នឹងរស់នៅអត់ចុះសម្រុងគ្នាឬក៏គាត់ហ្នឹងមានភាពថានឿយណាយចិត្តឬក៏គាត់គិតថាការលែងលះឬក៏ធ្វើទៅហ្នឹងគឺទទួលបានផលល្អនៅក្នុងការរស់នៅក្នុងចំណងអាពាហ៍ពិពាហ៍របស់គាត់អាហ្នឹងគឺជាការលែងលះមួយវិញទៀតការលែងលះនេះគឺយើងផ្ដោតទៅលើសំខាន់នៃពីរប្រភេទដែលយើងឲ្យនិយមន័យវាគឺការលែងលះទ្វេភាគីនិងឯកតភាគីគេថាការលែងលះទ្វេភាគីគឺជាការលែងលះដោយយល់ស្របទាំងសហព័ន្ធទាំងពីរគេថាការយកព្រមពីប្រពន្ធផងទាំងប្តីផងទើបគាត់អាចលែងលះទៅដោយការស្រស់ស្រួលគ្នាបានមួយវិញទៀតគឺការលែងលះឯកតោភាគីគេថាការលែងលះឯកតោភាគីនេះគឺគាត់ធ្វើឡើងបានតែមួយខាងទេគេថាភាគីប្តីគាត់ចង់លែងលះគឺគាត់ស្នើសុំការលែងលះក៏គាត់ដាក់ពាក្យប្តឹងលែងលះប៉ុន្តែខាងប្រពន្ធអត់ព្រមមួយវិញទៀតខាងប្រពន្ធហ្នឹងគាត់ចង់ដាក់ពាក្យស្នើលែងលះប៉ុន្តែខាងប្តីអត់ព្រមហ្នឹងគេថាឯកតោភាគីព្រមមួយអត់មួយអាហ្នឹងគឺជាប្រភេទនៃការលែងលះព្រមទាំងនិយមន័យនៃការលែងលះបាទគេមកយល់ឃើញមិនដែរនៅក្នុងការប្រធានបទការលែងលះហ្នឹងនៅក្នុងសង្គមយើងបច្ចុប្បន្នគឺមានកំណើនច្រើននៃការលែងលះនេះហើយធ្វើឲ្យយុវជនឬក៏ពុកម៉ែបងប្អូនទាំងអស់គ្នាបានដឹងហើយថាការលែងលះវាបង្កឲ្យមានមូលហេតុអ្វីខ្លះដែលប៉ះពាល់ទី1ការលែងលះវាប៉ះពាល់ធ្វើភាគីទាំងសងខាងចឹងទៅហើយខ្ញុំចង់សួរគេបងមួយទៀតថាមូលហេតុនៃការលែងលះគេបងអាចបកស្រាយថាមូលហេតុនៃការលែងលះមានដំណាក់កាលអីខ្លះដែរចឹងបាទថ្ងៃវាសនាជាការប៉ុណ្ណាការលែងលះធ្វើទៅបានអាស្រ័យដោយមានមូលហេតុត្រឹមត្រូវច្បាស់លាស់បាទយ៉ាងណាមិញនៅក្នុងការលែងលះនេះដែរគឺមានមូលហេតុជាច្រើនដំណាក់កាលដែលគាត់អាចធ្វើទៅបានមុននឹងឈានទៅដល់ការលែងលះនៅក្នុងនេះគឺការលែងលះគឺយើងមានមូលហេតុដូចជាទី1គឺភាគីប្តីឬក៏ប្រពន្ធហ្នឹងគាត់បានប្រព្រឹត្តអំពើផិតក្បត់កាលណាដែលមានតតិជនចូលគឺគាត់អាចនឹងមានភាពប្រែប្រួលចិត្តឬក៏នឿយណាយអាហ្នឹងយើងអាចនិយាយថាការផិតក្បត់មួយទៅលើសហព័ន្ធរបស់គាត់អាហ្នឹងគឺជាចំណុចទី1ចំណុចទី2គឺការបោះបង់ចោលប្តីប្រពន្ធដោយគ្មានភាពត្រឹមត្រូវគឺថាគាត់អត់បានស្រឡាញ់ឬក៏គាត់អស់ចិត្តចឹងទៅគាត់បោះបង់ចោលឲ្យគ្មានគិតគូរពីគ្រួសាររបស់គាត់
អាហ្នឹងក៏យើងអាចដាក់ពាក្យប្តឹងលែងលះបានដែរបើសិនជាភាគីខាងប្រពន្ធគាត់គាត់ថាប្តីរបស់គាត់អត់ល្អឬក៏ប្តីរបស់គាត់បោះបង់គាត់ចោលគាត់អាចដាក់ពាក្យប្តឹងលែងលះបានមួយវិញទៀតខាងប្តីគាត់គិតថាប្រពន្ធរបស់គាត់គ្មានការយកចិត្តទុកដាក់ឬក៏អត់បានបំពេញលក្ខណៈណាមួយត្រឹមត្រូវគាត់ថាគាត់សម្រេចចិត្តហើយគឺគាត់អាចប្តឹងលែងលះបានអាហ្នឹងគឺជាចំណុចទី2 DI ចំណុចទី3មានថាការបាត់ដំណឹងថាការបាត់ដំណឹងរបស់ភាគីណាមួយក្នុងរយៈពេលរយៈពេលជាង1ឆ្នាំឬក៏300ថ្ងៃជាងឡើង400ថ្ងៃហ្នឹងគឺយើងអាចដាក់ពាក្យប្តឹងសុំលែងលះបានគេថាបាត់ដំណឹងគាត់ដោយគ្មានមូលហេតុដោយអត់បានដឹងឮអីសោះអាហ្នឹងគឺយើងអាចឲ្យដាក់ពាក្យប្តឹងទៅបានព្រោះវិញទៀតគឺមូលហេតុផ្សេងហ្នឹងដោយសារតែការអស់ចិត្តឬក៏ការប្រែប្រួលចិត្តការមិនស្រឡាញ់ឬក៏មូលហេតុផ្សេងរបស់ភាគីរបស់គាត់ទាំងសងខាងគឺគាត់អាចប្តឹងលែងលះឬក៏ដាក់ពាក្យលែងលះទៅបានអានេះគឺជាចំណុចសំខាន់ដែលជាមូលហេតុធ្វើឲ្យមានការលែងលះកើតឡើងបាទមូលហេតុនៃការលែងលះនេះគឺធ្វើឡើងវាមានច្រើនទីមួយការរស់នៅអត់ចុះសម្រុងគ្នាក៏យើងអាចលែងលះបានដែរបាទហើយមួយទៀតខ្វះថាមានថាលើហិរញ្ញវត្ថុអញ្ចឹងណាហ្នឹងយើងអាចមូលហេតុនៃការលែងលះបានដែរបាទហើយមួយទៀតខ្ញុំសួរកំងមិនដែរថាតើនីតិវិធីនៃការលែងលះហ្នឹងយើងត្រូវធ្វើមាននីតិវិធីអីខ្លះដើម្បីឈានទៅដល់ការលែងលះបាទថ្ងៃវាសនាឈានទៅដល់នីតិវិធីនៃការលែងលះគឺយើងត្រូវមានរឿងដែលកម្មកោជាច្រើននៅក្នុងគ្រួសារទើបយើងអាចប្រព្រឹត្តនីតិវិធីនៃការលែងលះនេះបានជាក់ស្ដែងនីតិវិធីនៃការលែងលះធ្វើទៅបានទី1គឺអាស្រ័យទៅលើបណ្ដឹងនៃការលែងលះអញ្ចឹងបណ្ដឹងនៃការលែងលះនេះគឺយើងត្រូវតែដាក់ពាក្យប្តឹងស្នើសុំទៅតុលាការដើម្បីលែងលះអញ្ចឹងដើម្បីធ្វើវាទៅបានគឺបណ្ដឹងលែងលះត្រូវឆ្លងកាត់តាមរយៈក្រុមប្រឹក្សាឃុំសង្កាត់គេថាយើងអាចដាក់ស្នើសុំទៅក្រុមប្រឹក្សាឃុំសង្កាត់ក៏បានដើម្បីធ្វើស្នើសុំនៃបណ្ដឹងនៃការលែងលះរបស់យើងអាហ្នឹងគឺជាចំណុចទី1ហើយអ្នកមានសិទ្ធិបណ្ដឹងលែងលះឬក៏ដាក់ពាក្យបណ្ដឹងលែងលះនេះគឺមានតែភាគីទាំងសងខាងឯងគឺភាគីសហព័ន្ធទាំងពីរប្តីឬក៏ប្រពន្ធគឺគាត់អាចមានសិទ្ធិដាក់ពាក្យបណ្ដឹងតែបានបើសិនជាក្រៅពីពួកគាត់ក៏អត់មានអ្នកណាដាក់សិទ្ធិទៅបានដែរគឺគ្មានសិទ្ធិនៅក្នុងពាក្យបណ្ដឹងនឹងបានបាទអាហ្នឹងគឺជាចំណុចនៃយើងធ្វើទៅមួយវិញទៀតគឺសមត្ថកិច្ចក្រុមប្រឹក្សាគុំសង្កាត់គឺជាទីស្នាក់ការមួយសម្រាប់ពួកគាត់មិនថាគ្រួសារមួយក៏រស់នៅអត់ចោះសម្រងគ្នាគឺគាត់ត្រូវដាក់ពាក្យប្តឹងទៅក្រុមប្រឹក្សាគុំសង្កាត់មុនទីឯក្រុមប្រឹក្សាគុំសង្កាត់ក៏គាត់មានសមត្ថកិច្ចរបស់គាត់នៅក្នុងការធ្វើកិច្ចការរបស់គាត់ជូនប្រជាពលរដ្ឋអញ្ចឹងបើសិនជាភាគីគាត់ចង់ដាក់ពាក្យប្តឹងគឺគាត់ដាក់ពាក្យប្តឹងទៅក្រុមប្រឹក្សាគុំសង្កាត់របស់គាត់ដែលនៅខាងឃុំស្រុករបស់គាត់ចឹងទៅហើយមួយវិញទៀតកាលណាបើសិនជាគាត់ដាក់ពាក្យប្តឹងសុំលែងលះគឺក្រុមប្រឹក្សាឃុំសង្កាត់ហ្នឹងមានសិទ្ធិនៅក្នុងការនិយាយលំលោមឬក៏ដោះស្រាយបញ្ហាជូនពួកគាត់បាទនៅក្នុងរយៈពេល15ថ្ងៃនៃពាក្យបណ្ដឹងហ្នឹងគឺគាត់អាចសម្រុះសម្រួលឲ្យភាគីប្តីប្រពន្ធហ្នឹងគេថាសម្រួលគ្នាដើម្បីពិភាក្សាគ្នាឲ្យបានល្អិតល្អន់មុននឹងឈានទៅលើអញ្ចឹងលុះត្រាតែគាត់សម្រួលឬក៏គាត់អស់សមត្ថភាពនៅក្នុងការតម្រូវនៅក្នុងគ្រួសារហ្នឹងទើបគាត់អាចបញ្ជូនពាក្យបណ្ដឹងហ្នឹងទៅលើបានបាទអាហ្នឹងគឺជាតួនាទីនៃសមត្ថកិច្ចក្រុមប្រឹក្សាឃុំសង្កាត់មួយវិញទៀតពាក្យប្តឹងឆ្លងពាក្យបណ្ដឹងលែងលះហ្នឹងកាលណាដែលឆ្លងក្រុមប្រឹក្សាឃុំសង្កាត់គឺឈានទៅដល់សាលាដំបងរាជធានីខេត្តអញ្ចឹងសាលាដំបងរាជធានីខេត្តក៏មិនខុសទៅនឹងក្រុមប្រឹក្សាឃុំសង្កាត់ប្រហែលដែរគាត់នៅតែលំលោមគាត់នៅតែសម្រុះសម្រួលប្តីប្រពន្ធពួកគាត់ឲ្យស្រស់ស្រួលគ្នាវិញឲ្យគិតមើលឲ្យបកក្រោយវិញប៉ុន្តែបើសិនជាពួកគាត់នៅតែរឹងទៅដដែលអាហ្នឹងគឺសាលាដំបងរាជធានីខេត្តជាអ្នកធ្វើបណ្ដឹងលែងលះហ្នឹងទៅអាហ្នឹងគឺជាដំណាក់កាលនីមួយៗនៃនីតិវិធីនៃការលែងលះបាទមួយវិញទៀតនៅពេលដែលគាត់ពាក្យបណ្ដឹងលែងលះទៅដល់សាលារាជធានីខេត្តហើយគឺយើងមានតែដាក់ពាក្យបណ្ដឹងឬក៏ពិនិត្យពាក្យបណ្ដឹងតាមសកម្មភាពពេលហ្នឹងជាក់ស្ដែងបាទអាហ្នឹងគឺជាចំណុចចម្បងនៃនីតិវិធីនៃការបណ្ដឹងលែងលះទៅបាន
វាសនាអាចនៅឆ្ងល់ឬក៏នៅអត់យល់អ្វីណាតិចខ្ញុំអាចបកស្រាយជូនបានបន្តទៀត បាទអរគុណគំអរសម្រាប់ការបកស្រាយនៅចំណុចមួយនេះពុកម៉ែបងប្អូនគាត់ប្រហែលជាដឹងហើយថាការលេងលះដូចជាជំនាន់មុនយើងដឹងហើយថាការលេងលះគ្នាយើងធ្វើតែដល់ភូមិឃុំនេះដោយសារតែគាត់អត់ទាន់ចុះសម្បត្តិអាពាហ៍ពិពាហ៍ហៅថាអេតាសិវិលតែមកដល់បច្ចុប្បន្ននេះពុកម៉ែបងប្អូនប្រហែលជាដឹងហើយថាយើងរៀបការភ្លាមយើងត្រូវតែចុះសម្បត្តិអាពាហ៍ពិពាហ៍ឬហៅការអេតាសិវិលនៅក្នុងករណីយើងចុះសម្បត្តិអាពាហ៍ពិពាហ៍ឬក៏អេតាសិវិលនេះនៅក្នុងការយើងលេងលះពុកម៉ែបងប្អូនគាត់ប្រហែលជាអត់ដឹងហើយថាវាមានលក្ខខណ្ឌអីខ្លះត្រូវថាគាត់គិតថាចុះអេតាសិវិលទៅវាមានលក្ខណៈញ៉ាំការលេងលះគ្នាវាយូរចឹងគេមកយល់ឃើញមិនដែរនៅក្នុងការលេងនៅក្នុងការចុះសម្បត្តិអាពាហ៍ពិពាហ៍ហៅថាអេតាសិវិលដោយសារតែគាត់អត់បានយល់ឃើញថាវាមានផ្ដល់ផលវិជ្ជមានឬផលអវិជ្ជមានហ្នឹងទៅបាទហើយវាសនានិយាយរួមទៅពាក្យថាអេតាសិវិលនេះគឺវាមានសារៈសំខាន់សម្រាប់គូស្វាមីភរិយារបស់គាត់ព្រោះថាកាលណាដែលគាត់លេងលះគឺត្រូវកាលណាមានអេតាសិវិលគឺធ្វើឲ្យគាត់នឹងពិបាកលេងលះកាលណាអត់អេតាសិវិលគឺធ្វើឲ្យគាត់នឹងងាយស្រួលក្នុងការលេងលះជាក់ស្ដែងបើសិនជាគូស្វាមីភរិយាណាគាត់ចុះអេតាសិវិលគឺធ្វើឲ្យគាត់នឹងលេងលះទៅតាមដំណាក់កាលដែលយើងបានបកស្រាយដូចមុនហ្នឹងអញ្ចឹងអាហ្នឹងគឺជាការមានអេតាសិវិលដែលធ្វើឲ្យមានការលែងលះវែងឆ្ងាយឬក៏គាត់ពិបាកនឹងគាត់ធុញទ្រាន់អញ្ចឹងទៅមួយវិញទៀតកាលណាដែលគ្មានអេតាសិវិលគឺធ្វើឲ្យដៃគូរស់នៅទាំងសងខាងហ្នឹងមានភាពងាយស្រួលនៅក្នុងការលែងលះដោយអត់គិតច្រើនអត់ខ្វាយខ្វល់អត់ពិបាកនៅក្នុងការស្នើសុំនៃការដាក់ពាក្យលែងលះគាត់អស់ចិត្តគឺគាត់អាចទៅបានឬក៏គាត់ពេលថាគាត់អត់យល់ពីគ្នាត្រង់ណាគឺគាត់ចង់ឈប់គឺគាត់ឈប់គាត់ចង់បន្តគឺគាត់បន្តតាមតែចិត្តគាត់អាហ្នឹងគឺចង់បានអីចឹងមួយវិញទៀតពាក្យថាអេតាសិវិលនេះគឺត្រូវធ្វើឡើងនៅក្នុងការលែងលះមួយបើសិនជាគូស្វាមីភរិយានឹងគាត់មានអេតាសិវិលគឺយើងត្រូវធ្វើលិខិតស្នើសុំលែងលះជាលាយលក្ខណ៍អក្សរទៀតបើថាជាលាយលក្ខណ៍អក្សរហ្នឹងគឺត្រូវធ្វើតាមទម្រង់នៃកិច្ចសន្យាមួយច្បាស់លាស់ត្រូវបំពេញឈ្មោះឬក៏បំពេញទីលំនៅឋានរបស់គាត់ជាលក្ខណៈមួយអាហ្នឹងគឺត្រូវវែងឆ្ងាយចឹងបាទវាស្នាយកន្លែងហ្នឹងបាទទីមកអាចបញ្ជាក់ថាតើឧទាហរណ៍ថាដំណាក់កាលនៃការលេងលះនេះយើងត្រូវតែឧទាហរណ៍យើងមានអេតាសិវិលអញ្ចឹងយើងលេងលះយើងត្រូវតែមាននីតិវិធីដំបូងយើងត្រូវតែធ្វើលាយលក្ខណ៍អក្សរហើយយើងទៅសាលាដំបូងអញ្ចឹងទៅបាទហើយវាសនាទី1គឺត្រូវយើងអាចមើលម្លងទេខាងឃុំសង្កាត់របស់យើងបាទកាលណាឃុំសង្កាត់ក៏ដោះស្រាយចឹងគឺគាត់ត្រូវបញ្ជូនទៅខាងសាលាដំបងរាជធានីខេត្តដើម្បីដោះស្រាយបញ្ហាជូនគឺយើងកំណត់យកចឹងបាទហើយតើមានរយៈពេលប្រហែលថ្ងៃឬក៏អីដែរដំណាក់កាលនៃការលេងលះហ្នឹងទៅដំណាក់កាលនៃការលេងលះនេះគឺលឿនត្រឹមរយៈពេល15ថ្ងៃបាទកាលណាគាត់ធ្វើសម្បត្តិនៃការលេងលះនេះហើយគឺរយៈពេល15ថ្ងៃហ្នឹងគឺរយៈពេលដែលគេកំពុងតែធ្វើហើយរយៈពេលដែលគេនឹងកំពុងតែជួយដោះស្រាយបញ្ហាជូនគាត់គេថាជាក់ស្ដែងខាងអ្នកដោះស្រាយបញ្ហាជូនគឺគេអត់ចង់ឲ្យគាត់បែកគ្នាទេកាលណាដែលគាត់ត្រូវចែកផ្លូវគ្នាឬក៏គាត់ឡើងលះគ្នាធ្វើឲ្យពិបាកអញ្ចឹងបើគាត់មានកូនchứបើគាត់មានអីផ្សេងទៀតគឺយើងពិបាកនៅក្នុងការកំណត់បែបហ្នឹងគឺគាត់ត្រូវតែទី1គឺគាត់សម្រួលដល់ពួកគាត់ដើម្បីឲ្យពួកគាត់ហ្នឹងគេថាអាចគិតបកក្រោយឬក៏ស្គាល់ដល់កំហុសរៀងៗខ្លួនគាត់ត្រឡប់មកត្រូវគ្នាវិញអាហ្នឹងគឺជាចំណុចចម្បងនៃការដោះស្រាយបញ្ហាជូនពួកគាត់ប៉ុន្តែបើគាត់នៅតែអត់ទេគាត់នៅតែត្រូវតែលែងលះចឹងទៅគឺគាត់ធ្វើជូនឲ្យពួកគាត់បាទវិញទៀតកាលណាដែលដោះស្រាយបញ្ហាជូនអស់ហើយយើងដាក់ពាក្យប្តឹងដាក់អីហើយអស់ហើយវិញទៀតគឺអនុភាពនៃការលែងលះអញ្ចឹងអនុភាពនៃការលែងលះនេះគឺសរុបសមិទ្ធផលនៃការលែងលះរបស់គាត់តើគាត់នឹងត្រូវទទួលបានអីគេខ្លះតើគាត់នឹងផ្ដល់បានអីគេខ្លះទីមួយយើងគិតទៅដល់ការបែងចែកទ្រព្យអញ្ចឹងការបែងចែកទ្រព្យនេះគឺពិបាកកំណត់បើសិនជាការបែងចែកទ្រព្យហ្នឹងគឺគាត់បែងចែកដោយការប្រឹងប្រែងគ្នាអាហ្នឹងគឺស្រួលទេគេថាអញ្ចឹងបើគាត់អត់បែងចែកគាត់បែងចែកអត់ប្រឹងប្រែងគ្នាម្នាក់ចង់បានប៉ុណ្នេះម្នាក់ចង់បានប៉ុណ្នេះគឺពិបាកនៅក្នុងការដោះស្រាយបញ្ហាជូនតាទៀតហើយមួយវិញទៀតគឺយើងនិយាយអំពីអនុភាពនៃការលែងលះអញ្ចឹងកាលណាដែលភាគីទាំងសងខាងឬក៏អីប្រពន្ធហ្នឹងគាត់បានរំលាយអាពាហ៍ពិពាហ៍ហើយគាត់បានដាក់ពាក្យស្នើសុំលែងលះអីរួចយកហើយគឺយើងមកដល់អនុភាពនេះអញ្ចឹងអនុភាពហ្នឹងគឺមានលក្ខណៈស្មុគស្មាញបន្ថែមទៀតហើយ
កាលណាតែគាត់ចង់លែងលះគឺឈានទៅដល់ចំណុចហ្នឹងហើយទី1គឺការបែងចែកទ្រព្យអញ្ចឹងការបែងចែកទ្រព្យនេះគឺមានភាពស្មុគស្មាញពិបាកគឺគេបែងចែកជាពីរទៀតចំណុចហ្នឹងទី1គឺការបែងចែកទ្រព្យដោយការប្រឹងប្រែងមួយទៀតគឺមិនមានការប្រឹងប្រែងអញ្ចឹងកាលណាបើសិនជាភាគីប្តីឬក៏ប្រពន្ធហ្នឹងគាត់មានភាពប្រឹងប្រែងសោះស្រួលគ្នាអញ្ចឹងការបែងចែកទ្រព្យសម្បត្តិហ្នឹងគឺអត់មានលក្ខណៈជាប់ស្មារទេអញ្ចឹងបើសិនជាគាត់នឹងរឹងតឹងគាត់ចង់បានឬក៏នេះរបស់គាត់ផ្ទះនេះរបស់គាត់ដីនេះរបស់គាត់អាហ្នឹងគឺយើងឈានទៅដល់ចំណុចមួយទៀតដែលត្រូវវិញ្ញាបកស្រាយឡើងហ្នឹងដែរអញ្ចឹងក្រៅពីការបែងចែកទ្រព្យគឺយើងមួយទៀតគឺការបែងចែកកូនអញ្ចឹងការបែងចែកកូននេះក៏ពិបាកដូចគ្នាអញ្ចឹងបើសិនជាភាគីប្តីប្រពន្ធហ្នឹងគាត់គេថាគាត់រីករាយនឹងការបែងចែកនេះគឺគាត់ធ្វើទៅបានដោយការងាយស្រួលទីការបែងចែកកូននេះគឺយើងនិយាយពីចំណុចទី1គឺការបែងចែកកូនដែលមានការប្រឹងប្រែងភាគីអញ្ចឹងភាគីទាំងសងខាងគាត់ប្រឹងប្រែងថាកូនហ្នឹងត្រូវផ្ដល់ឲ្យឪពុកឬក៏ម្ដាយចិញ្ចឹមអាហ្នឹងគាត់ធ្វើទៅបានមួយទៀតគឺការបែងចែកកូនហ្នឹងដោយគ្មានការប្រឹងប្រែងភាគីអញ្ចឹងដែលគ្មានការប្រឹងប្រែងនេះគឺយើងត្រូវតែដោះស្រាយទៅតាមចិត្តកូនយើងសួរចិត្តកូនឬក៏សួរប្តីប្រពន្ធហ្នឹងអាហ្នឹងគឺវែងឆ្ងាយមួយទៀតអញ្ចឹងបន្ទាប់ពីចំណុចនេះហើយគឺយើងចូលទៅដល់អាហារកិច្ចចំពោះកូនអញ្ចឹងបើសិនជាកូនហ្នឹងនៅខាងម្ដាយឬក៏ឪពុកហ្នឹងគឺយើងត្រូវផ្ដល់អាហារកិច្ចចំពោះគាត់រយៈពេល1ឆ្នាំដើម្បីចិញ្ចឹមគាត់អាហ្នឹងគឺជាចំណុចនៃការអនុភាពនៃការលែងលះនេះអញ្ចឹងសរុបសេចក្តីមកគឺយើងដឹងថាការលែងលះនេះធ្វើឡើងទៅដោយគេថាការធ្វើឡើងមួយទៅគឺវាអត់មានភាពងាយស្រួលទេគឺមានភាពពិបាកនៅក្នុងការទទួលយកទី1ពិបាកជាងគេគឺកូនហ្នឹងហើយកាលណាឪពុកម្ដាយគាត់លែងលះគឺកូនហ្នឹងគាត់ពិបាកអត់ដឹងថាត្រូវពឹងផ្អែកទៅលើអ្នកណាឬក៏គាត់ហ្នឹងមានតែម្ដាយអត់ឪពុកគាត់ហ្នឹងមានតែឪពុកអត់ម្ដាយជាភាពកក់ក្ដៅនៅក្នុងការរស់នៅរបស់គាត់បាទអាហ្នឹងគឺជាចំណុចនៃប្រធានបទយើងចង់បកស្រាយថ្ងៃនេះអញ្ចឹងវាសនាទទួលយកបាននៅចំណុចទាំងអស់ហ្នឹងហើយពុកម៉ែបងប្អូនទទួលយកបានដូចគ្នាបាទអរគុណបងសម្រាប់ការបកស្រាយនៅក្នុងប្រធានបទនេះគេបងមានអីបន្ថែមលើនឹងទៀតឬក៏មិនដែរចំណុចនោះគឺមានតែប៉ុណ្្នឹងសម្រាប់ផ្ដល់ជូនទៅពុកម៉ែបងប្អូនហើយនឹងវាសនាអញ្ចឹងសង្ឃឹមថាវាសនាឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាគឺយល់ស្របទៅក្នុងចំណុចទាំងអស់បាទអរគុណបងម្ដងទៀតពុកម៉ែបងប្អូនទាំងអស់គ្នាគាត់ប្រហែលជាដឹងហើយថាការលែងលះវាមានភាពលំបាកនៅក្នុងការលែងលះអញ្ចឹងមិនគាត់មុនឲ្យកូនរើសគូស្គរឬអីគាត់ថាដូចចាស់គាត់និយាយអញ្ចឹងទៅថាយើងរើសគូស្គរយើងត្រូវតែមើលផោងសន្តានរបស់គេអីអញ្ចឹងទៅបាទហើយមួយវិញទៀតអរគុណទៅដល់ពុកម៉ែបងប្អូនទាំងគ្នាបាទសម្រាប់ការចូលនៅក្នុងpage និស្សិត podcast ហើយអរគុណគេមកផងដែរបាទសម្រាប់ការបកស្រាយនៅក្នុងប្រធានបទនេះបាទនៅក្នុងការបកស្រាយប្រធានបទនៃការលែងលះនេះគឺគេមកបានបកស្រាយយ៉ាងបោះក្បាយធ្វើឲ្យពុកម៉ែបងប្អូនទាំងគ្នាបានយល់ដឹងអំពីការលែងលះហើយបើមានការលើសលួសឬក៏ខ្វះខាតកន្លែងណាសូមពុកម៉ែបងប្អូនទាំងគ្នាបាទខន្តីអភ័យអត់ទោសឲ្យពួកខ្ញុំបាទផងដែរបាទពួកខ្ញុំមានតែប៉ុណ្ណឹងបាទសូមអរគុណសូមជម្រាបលា